មកដឹងលំអិតពីរដ្ឋមន្ត្រីស្ត្រីវ័យក្មេងក្រសួងពាណិជ្ជកម្មលោកជំទាវ ចោមនិមលក្នុងចំណោមរដ្ឋមន្ត្រីថ្មីទាំង28រូបក៏សម្គាល់ឃើញមានតិចរូបណាស់ជាស្ត្រីក្នុងនោះក៏មានវត្តមានមេដឹកនាំវ័យក្មេងលោកជំទាវ ចោមនិមលដែលជាមេដឹកនាំមួយរូបកំពុងកាន់តំណែងកំពូលក្នុងជួររដ្ឋាភិបាលក្នុងនាមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតាមរយៈប្រភពខ្លះថាលោកស្រីកើតនៅថ្ងៃទី17ខែសីហាឆ្នាំ1976ឯខ្លះទៀតថាលោកស្រីកើតនៅថ្ងៃទី18ខែឧសភាឆ្នាំ1980ក្រោមវងត្រកូលឥស្សរជនដែលមានឪពុកជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ពលគឺឯកឧត្តមកតេសិដ្ឋាបណ្ឌិត ចុងប្រសិទ្ធនិងមានម្ដាយជាលោកជំទាវ អុកញ៉ាទេពបុប្ផាប្រសិទ្ធលោកជំទាវ ចោមនិមលក៏មាននៅបងប្អូនបង្កើតចំនួន3នាក់នោះគឺឯកឧត្តម ចោមបូរិតជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងលោកស្រី ចោមក្រស្នាដែលជាអគ្គនាយិកាក្រុមហ៊ុន Soma Trading Co Ltd រួមជាមួយបងប្អូនចិញ្ចឹមម្នាក់ទៀតគឺលោកស្រី ចោមសុធារាងាកមកមើលជីវិតពេលកុមារភាពកុមារី ចោមនិមលស្ថិតក្នុងវ័យសិក្សាក្រេបចំណេះដឹងដោយធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាចតុមុខក្រោយមកបានផ្លាស់ទៅបន្តការសិក្សានៅបរទេសជាមួយចំណេះជំនាញមានគំនិតជ្រៅជ្រះក្រោយបានបញ្ចប់ការសិក្សាមុខជំនាញសេដ្ឋកិច្ចអន្តរជាតិនិងវិទ្យាសាស្ត្រក្នុងទឹកដីសហរដ្ឋអាមេរិករួចបានស្រោតត្រឡប់មកកាន់មាតុភូមិវិញមុនពេលប្រកាសតែងតាំងលោកជំទាវ ចោមនិមលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ2023ពេលប្រមុខដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីលោកស្រីកាលនោះមានតួនាទីជារដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មព្រមទាំងមានភារកិច្ចទទួលបន្ទុកវិជាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវមិនតែប៉ុណ្ណោះលោកស្រីក៏មានតួនាទីជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហព័ន្ធយុវជនកម្ពុជាមុនពេលដែលត្រូវបានរាជរដ្ឋាភិបាលប្រកាសតែងតាំងតំណែងជារដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មក្នុងនេតកាលទី7ឆ្នាំ2023ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនេះលោកជំទាវ ចោមនិមលជារដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មជិត20ឆ្នាំមកហើយជាមួយការដឹកនាំដ៏ល្អក្នុងនាមជានារីវ័យក្មេងមួយរូបក្នុងជួររាជរដ្ឋាភិបាលព្រមទាំងទទួលបន្ទុកវិជាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវក្រៅពីការងារស្នូលនេះលោកជំទាវក៏ត្រូវបានគេដឹងថាមានតួនាទីជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាហើយក៏ជាបេក្ខជនពេញសិទ្ធិលេខរៀងទី5នៃបញ្ជីបេក្ខជនតំណាងរាស្ត្រនៃគណៈបកប្រជាជនកម្ពុជាមណ្ឌលកំពតសូមជម្រាបបន្ថែមថាលោកជំទាវ ចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានរៀបការក្នុងឆ្នាំ2002ដោយមានចំណងដៃកូនស្រី3នាក់ជាមួយស្វាមីជាអគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនិងក៏ជានាយកនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងការពារជាតិឧត្តមស្នេហ៍ឯកផាតវិបុលសុភ័ក្រដែលត្រូវបានគេស្គាល់ថាជាកូនប្រុសបង្កើតរបស់ឯកឧត្តមនាយឧត្តមស្នេហ៍នាងផាតរដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ